នេះព្រឹកថ្ងៃទី8 ខែឧសភាឆ្នាំ2026នេះនៅសាលប្រជុំទីស្តីការក្រសួងការពារជាតិបានប្រជុំបូកសរុបលទ្ធផលការងារសង្គ្រោះគ្រោះមហន្តរាយត្រីមាសទី1និងទិសដៅអនុវត្តត្រីមាសទី2ឆ្នាំ2026ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍មឹងសំផនរដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់និងស្ដារឡើងវិញនិងមានការចូលរួមពីឯកឧត្តមជារដ្ឋលេខាធិការអនុរដ្ឋលេខាធិការអគ្គលេខាធិការអគ្គនាយករងមកពីគ្រប់ស្ថាប័នជំនាញចំណុះឲ្យក្រសួងការពារជាតិនិងអគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទជាច្រើនរូបទៀតថ្លែងបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី1និងទិសដៅអនុវត្តត្រីមាសទី2ឆ្នាំ2026ឯកឧត្តមនាយឧត្តមសេនីយ៍មឹងសំផនបានលើកឡើងពីសភាពការទូទៅក្នុងពេលបច្ចុប្បន្ននិងនៅលើពិភពលោកក៏ដូចជាក្នុងតំបន់អាស៊ីអាគ្នេយ៍តែងតែទទួលផលប៉ះពាល់ជាញឹកញាប់ពីគ្រោះមហន្តរាយផ្សេងៗដែលបង្កឡើងដោយកត្តាមនុស្សនិងកត្តាធម្មជាតិមានដូចជាការបាក់រលំអគារគ្រោះអាសន្នតាមអាកាសយានតាមនាវាគ្រោះរាំងស្ងួតទឹកជំនន់ខ្យល់ព្យុះខ្យល់កន្ត្រាក់រន្ទះបាញ់និងឡើងកម្ដៅនៅតាមបណ្ដាប្រទេសមួយចំនួនក្នុងនោះដែរតាមបណ្ដាខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជាក៏បានរងផលប៉ះពាល់ពីគ្រោះធម្មជាតិនេះផងដែរឯកឧត្តមរដ្ឋលេខាធិការក្រសួងការពារជាតិក៏បានជំរុញលើនីតិហានរងនិងពលទាហាននៃកងយុទ្ធពលខេមរភូមិន្ទទាំងអស់ត្រូវប្រុងប្រៀបនិងប្រុងប្រយ័ត្នឲ្យបានខ្ជាប់ខ្ជួនធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការជួយសង្គ្រោះនិងត្រៀមលក្ខណៈចូលរួមកិច្ចសហប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះបានទាន់ពេលវេលាឯកឧត្តមបន្តទៀតថាក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជាវៀតណាមឡាវដែលយើងធ្លាប់បានធ្វើការសមយុទ្ធរួមគ្នាក្នុងពេលកន្លងមករវាងប្រទេសទាំង3ក្នុងការផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមកលើជំនាញសង្គ្រោះគ្រោះមហន្តរាយបានធ្វើឲ្យកងទ័ពយើងទទួលបានបទពិសោធន៍លើការងារសង្គ្រោះនេះចំពោះទិសដៅអនុវត្តត្រីមាសទី2ឆ្នាំ2026ឯកឧត្តមមឹងសំផនបានលើកឡើងពីការត្រៀមលក្ខណៈសង្គ្រោះគ្រោះមហន្តរាយដែលទាមទារអង្គភាពមានការពាក់ព័ន្ធត្រូវត្រៀមនៅមធ្យោបាយសម្ភារៈគ្រឿងបំពាក់ដើម្បីជួយសង្គ្រោះក្នុងពេលមានគ្រោះធម្មជាតិកើតឡើងជាយថាហេតុមានដូចជាការរលំបាក់អគារគ្រោះអាសន្នតាមអាកាសយានតាមនាវារាំងស្ងួតទឹកជំនន់ខ្យល់ព្យុះខ្យល់កន្ត្រាក់រន្ទះបាញ់ដែលអាចរងផលប៉ះពាល់តាមបណ្ដាខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជានារដូវវស្សាឆ្នាំនេះក្នុងឱកាសនោះដែរសមាជិកដែលបានអញ្ជើញចូលរួមកិច្ចប្រជុំក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់និងទស្សនៈលើខ្លឹមសាររបាយការណ៍និងសេចក្តីពង្រៀងទិសដៅការងារសង្គ្រោះគ្រោះមហន្តរាយត្រីមាសទី2ឆ្នាំ2026តាមបណ្ដាអង្គភាពនីមួយៗផងដែរ